យើងឃើញថាក្មេងៗដែលកំពុងស្ថិតនៅក្នុងវ័យឈាមរាវជាពិសេសពីអាយុ12 13ឆ្នាំទៅដល់អាយុ20ឆ្នាំក្នុងនោះមានក្មេងខ្លះជាក្មេងល្អដើរតាមគន្លងដែលត្រឹមត្រូវប៉ុន្តែក៏មានក្មេងមួយចំនួនទៀតដែលជាយុវវ័យដែលជាឈាមរាវដែលជាជំទង់នោះបានប្រព្រឹត្តនៅអំពើផ្ដេសផ្ដាសប្រាចាក់ក្រមសីលធម៌អត់ប្រយោជន៍បំផ្លាញគ្រួសារចង្រៃដល់សង្គមដូចជាពួកគេនៅក្មេងៗសោះនាំគ្នាដើរស៊ីផឹកចាយលុយដូចមនុស្សដែលមានមុខរបរដែលមានប្រាក់ចំណូលពួកគេនៅក្មេងសោះស្រាប់តែចេះនាំគ្នាចូលក្លឹបចូលបារហើយសេពគ្រឿងញៀនទៀតហើយអ្នកខ្លះទៀតបែរទៅជាលក់គ្រឿងញៀនទៅទៀតអ្នកមួយចំនួនទៀតគឺនាំគ្នាដើរទៅលេងមួយថ្ងៃចេញពីលេងនេះទៅលេងនោះចេញពីលេងនេះទៅលេងនោះកិច្ចសាលារហូតអត់ចូលថ្នាក់រៀនអ្នកខ្លះទៀតមានសង្សារខូចខលខ្លួនប្រាណអីនឹងប្រពាក់ប្រពូនគ្នាអញ្ចឹងទៅអ្នកខ្លះទៀតចេះជក់បរិយមើលទៅដូចជាកងដូចជាកាងមានបាក់ពួកមានពួកម៉ាក់មានពួកភឿនហើយចេះចូលការ៉ាអូខេតាំងពីទូចអញ្ចឹងទង្វើទាំងអស់នេះគឺជាទង្វើមួយដែលជាទង្វើភ្លើតភ្លើនជាទង្វើមមាញជាការពិតទៅទង្វើទាំងអស់នេះមិនមែនសុទ្ធតែផ្ដើមចេញមកអំពីខ្លួនគាត់ទាំងស្រុងទេអ្នកខ្លះក៏ជាជនរងគ្រោះអ្នកខ្លះក៏ដោយសារតែឪពុកម្ដាយរយាលមិនបានមើលអ្នកខ្លះក៏មានចរិតជាបងធំអ្នកដែលមានចរិតជាបងធំចេញមកដល់មានកូនចៅចង់បង្កើតក្រុមមានកូនមានចៅហើយក្នុងនឹងដែរពូកែវោហាពូកែអួតក្អេងក្អាងអ្នកណាឆ្លោះគ្នាអីយ៉ាងម៉េចយ៉ាងណានោះគេទៅជួយគេទៅវាយគេទៅអន្តរាគមអញ្ចឹងទៅហ្នឹងចរិតជាបងធំដល់អញ្ចឹងទៅក្មេងៗផ្សេងទៀតឃើញកាងអញ្ចឹងក៏ចូលរួមក្រុមកាងជាមួយគ្នានឹងដែរទៅដើម្បីសុវត្ថិភាពខ្លួនផងដើម្បីសុវត្ថិភាពខ្លួនផងចង់ទៅជាជើងកាងអញ្ចឹងដើម្បីគម្រាមអ្នកដទៃផងក្នុងនឹងដែរយើងក៏ឃើញក្មេងខ្លះទៀតត្រូវបានគេធ្វើបាបដោយសារថាដំបងគេលួងលោមចូលក្រុមអញ្ចឹងតំណែងតំណងគ្នាលួងលោមចឡើងបបួលដើរលេងចឡើងក៏នាំទៅសបាយនាំទៅចូលក្លឹបនាំទៅចូលបារចូលអីចឹងទៅហើយបន្តមកទៀតគេទិញគ្រឿងញៀនឲ្យជក់ដាក់ឲ្យជក់គ្រឿងញៀនឲ្យចាប់ដើមញៀនណាមួយញៀនផងក្រោយពីញៀនហើយចូលក្រុមជាកងអញ្ចឹងហើយចេញមកវិញខ្លាចមានបញ្ហាឬក៏ពួកនឹងគំរាមដល់អញ្ចឹងទៅក៏ខ្លាចរអាផងចង់នៅនឹងផងមិនមានផ្លូវមិនមានឱកាសសម្រាប់ចេញផងក៏លងខ្លួនផងអ្នកខ្លះទៀតក៏បបួលគ្នាទៅដោយចិត្តឯងហ្នឹងប៉ុន្តែអត់មានមេកាយមានអីគឺទៅទាំងអស់គ្នាអញ្ចឹងទៅចឹងការខ្សែគប់មានសារៈសំខាន់ណាស់នៅក្នុងវ័យក្មេងហ្នឹងក្មេងមួយចំនួនខូចដោយសារតែការអូសទាញការបបួលស្ថានភាពគៀបសង្កត់អញ្ចឹងដែលទាមទារឲ្យឪពុកម្ដាយឬក៏អាណាព្យាបាលយកចិត្តទុកដាក់បានខ្លាំងជាទីបំផុតចំពោះកូនចំពោះចៅចំពោះក្មួយចំពោះសាច់ញាតិរបស់ខ្លួនដែលកំពុងតែស្ថិតនៅក្នុងវ័យឈាមរាវប្រហែលជាអាយុ12 13ឆ្នាំរហូតដល់អាយុ20ឆ្នាំគឺឆាប់គេអូសទាញទៅអាគេអូសទាញនឹងផងគេអូសទាញក៏ឆាប់ទៅមើលឃើញស្ថានភាពគេដូចជាលយឆាយចង់ចូលចឹងដែរទៅគេជិះម៉ូតូឆែលចោះឆែលឡើងដូចសបាយក៏ចង់សបាយចឹងដែរទៅអ្នកខ្លះទៀតស្លូតសភាពរាបសារប៉ុន្តែត្រូវគេបោកស៊ីឬក៏ថាបចុកបស៊ីឬក៏ចាប់ឲ្យប្រើប្រាស់គ្រឿងញៀនក៏ខ្លាចទៅជាជនរងគ្រោះខ្លាចជាជនរងគ្រោះហើយគ្មានឱកាសចេញក៏នៅចង់ដែរទៅអញ្ចឹងមានអ្នកដែលមានចរិតខូចខលធ្វើអញ្ចឹងមានអ្នកដែលត្រូវបានគេសេពគប់គ្នាមិនល្អទៅធ្វើអញ្ចឹងមានអ្នកដែលខ្លាចជាជនរងគ្រោះចាញ់បោកគេហើយទៅធ្វើអញ្ចឹងហើយទាំងស្រីទាំងប្រុសមិនមែនតែក្មេងប្រុសទេទាំងស្រីទាំងប្រុសហើយយប់ឡើងចូលក្លឹបចូលអីមើលទៅក៏ក្រឹកក៏ក្រែងណាស់នេះគឺជារឿងដែលនឹងបង្កផលវិបាកទៅដល់ប្រទេសជាតិទៅដល់សង្គមជាតិទៅដល់ពុកម្ដាយទៅដល់គ្រួសារនៅថ្ងៃក្រោយទៅខ្លាចទៅជាអីខ្លាចទៅជាចោរខ្លាចទៅជាចោរលួចចោរប្លន់ចោរចោខ្លាចទៅជាមនុស្សខូចខលខ្លាចទៅជាអ្នកលក់គ្រឿងញៀនខ្លាចទៅជាអ្នកប្រើប្រាស់គ្រឿងញៀនខ្លាចទៅជាអ្នកជាប់ទោសខ្លាចទៅជាអ្នកដែលអសមត្ថភាពអញ្ចឹងវាធ្វើឲ្យបាត់បង់ធនធានដ៏ធំសម្បើមនៅពេលនេះមានតែយើងទាំងអស់គ្នាក្រុមគ្រួសារនីមួយៗឪពុកម្ដាយអាណាព្យាបាលចាប់ផ្ដើមយកចិត្តទុកដាក់ចាប់ផ្ដើមចាប់អារម្មណ៍ចាប់ផ្ដើមសង្កេតចាប់ផ្ដើមអប់រំទូន្មានហើយជាពិសេសការអប់រំទូន្មានព្រានប្រដៅនោះគប្បីធ្វើតាំងពីនៅតូចគឺនៅពេលដែលមិនទាន់ក្មេងៗទាំងអស់នោះមិនទាន់ជ្រុលខ្លួនឧទាហរណ៍ថាខ្ទង់អាយុចាប់ពី7ឆ្នាំមកដល់អាយុ10ឆ្នាំហ្នឹងឬក៏មកដល់អាយុ12ឆ្នាំចាប់ផ្ដើមអប់រំទូន្មានព្រានប្រដៅឲ្យភ័យខ្លាចចំពោះអំពើអបាយមុខទាំងឡាយឲ្យមើលឃើញអំពីផលវិបាកឲ្យមើលឃើញអំពីសង្គមរបស់ជនពាលនោះថាវាគ្រោះថ្នាក់យ៉ាងណាថាវាខូចខាតអនាគតយ៉ាងណាថាវាបង្កភាពអន្តរាយយ៉ាងណាថាធ្វើបាបឪពុកម្ដាយយ៉ាងណាអញ្ចឹងតាមរយៈរូបភាពផ្សេង
ដែលយើងអាចបញ្យល់ទៅកាន់គាត់បានដែលយើងអាចនិយាយទៅកាន់គាត់បានដែលយើងអាចឲ្យគាត់ទស្សនាឲ្យគាត់មើលបានគឺចាប់ផ្ដើមតម្រែតម្រង់ទិសដៅផ្លាស់ប្ដូរចរិតនិស្ស័យរបស់គាត់ដែលអាក្រក់ដែលមិនគប្បីប្រឆាចក្រមសីលធម៌ទាំងឡាយហ្នឹងចាប់ផ្ដើមពីតូចទៅឲ្យហើយពេលហ្នឹងបើសិនជាគាត់មានចរិតនិស្ស័យមិនល្អយើងអាចដកចេញបានយើងអាចដកចរិតនិស្ស័យបានដូចដើមឈើដែលវានៅតូចឧទាហរណ៍ដើមកាន់ការីឧទាហរណ៍ដូចដើមត្នោតឧទាហរណ៍ដូចជាដើមពិលទឹកដើមអំពិលអញ្ចឹងពេលដែលវានៅតូចហ្នឹងទៅមកចង្អាមពីរចង្អាមហ្នឹងឬកន្លះម៉ែត្រហ្នឹងយើងដកវាមកបើថាយើងឃើញវាដុះកន្លែងទីតាំងមិនល្អយើងដកវាបានភុយយកដៃរបស់យើងទៅដកក៏បានដែរប៉ុន្តែដល់ពេលដើមឈើឡើងប៉ិនកផ្លូវហើយឬក៏ឡើងប៉ិនត្បាល់ហើយឬក៏ប៉ិនខ្លួនយើងហើយយើងទៅដកពិបាកណាស់ដកអត់បានដល់ពេលដកបានអញ្ចឹងធ្វើម៉េចត្រូវប្រើគ្រឿងចាក់ដកវាហើយគ្រឿងចាក់ហ្នឹងទណ្ឌកម្មដោយមនុស្សខ្លះយើងពុតមិនបានតាំងពីទូចមកឬក៏យើងអត់បានពុតភ្លេចខ្លួនវាធំដល់វាធំនិយាយលែងស្ដាប់ដល់និយាយលែងស្ដាប់ទៅថ្ងៃក្រោយវាធ្វើអំពើមិនគប្បីបើធ្វើអំពើមិនគប្បីយើងបដៅវារឹងមាត់វាពុតយើងវិញវាលុតយើងវិញពេលខ្លះដល់អញ្ចឹងពេលនោះមានតែទណ្ឌកម្មឬក៏វិន័យតាមបែបច្បាប់ទេឧទាហរណ៍ថាជក់គ្រឿងញៀនឪពុកម្ដាយរាយការណ៍ទៅប៉ូលីសមកចាប់យកទៅដាក់មន្ទីរឃុំឃាំងឬក៏ចាប់ទៅកែប្រែទៅប៉ុន្តែណាឪពុកម្ដាយមួយចំនួនហ្នឹងណាអត់មានសហការជាមួយនឹងសមត្ថកិច្ចឬក៏អត់មានសហការជាមួយនឹងអាជ្ញាធរទេជួនកាលគេប្រាប់ថាកូនខ្លួនឯងហ្នឹងជក់គ្រឿងញៀនហ្នឹងអត់ជឿទៀតជួនកាលពេលដែលកូនហ្នឹងជក់គ្រឿងញៀនប៉ូលីសចាប់បានទៅយំអត់ចង់ឲ្យគេយកទៅដាក់ឃុំឃាំងទេជួនកាលទៅជួយកូនហ្នឹងទៀតទៅនាអះអាងអីណាណីឲ្យគេធ្វើទៅតាមច្បាប់ទៅថាកំពុងជក់គ្រឿងញៀនឬក៏ចូលក្លឹបគេចាប់ទៅមានគ្រឿងញៀនមានអីហ្នឹងបើថាត្រូវមានទោសទណ្ឌប៉ុណ្ណាឲ្យគេដាក់ប៉ុណ្ណឹងទៅចូលទៅក្នុងមន្ទីរឃុំឃាំងចូលទៅក្នុងមន្ទីរកែប្រែហ្នឹងឲ្យគេចាប់ដើមធ្វើការកែប្រែទៅបើសិនជាការខូចខលនោះមិនពាក់ព័ន្ធនឹងគ្រឿងញៀនមិនពាក់ព័ន្ធនឹងទោសទណ្ឌហើយកូននោះបានធំកន្លងទៅហើយចឹងពេលនេះគឺជាពេលដែលត្រូវយករឿងល្អទៅដាក់ក្នុងរឿងអាក្រក់ជំនួយរឿងអាក្រក់បានសេចក្តីថានៅក្នុងចិត្តគំនិតរបស់ក្មេងៗដែលកំពុងតែប្រព្រឹត្តអំពើអបាយមុខទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជារឿងអាក្រក់រឿងមិនល្អដូចជារឿងដើរលេងរឿងចូលក្លឹបរឿងមានសង្សាររឿងដើរលេងចំការរឿងដើរស៊ីផឹកណាមានមិត្តភក្តិមិត្តភឿនមានបងធំចូលការ៉ាអូខេឬក៏ដើរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលជារឿងដែលយើងត្រូវតែធ្វើការតាំងចិត្តផ្លាស់ប្ដូរពួកគេតាមគ្រប់មធ្យោបាយទាំងអស់ដែលអាចចាក់បញ្ចូលនៅចិត្តគំនិតល្អចូលទៅក្នុងខួរក្បាលនិងចិត្តរបស់គេហើយឲ្យគេលាងចិត្តលាងគំនិតអាក្រក់របស់គេបន្តិចម្ដងចាញ់អ្វីដែលពួកគេធ្វើនោះវាកើតឡើងពីទម្លាប់ផងវាកើតឡើងពីការចូលចិត្តផងវាកើតឡើងពីផ្នត់នៃទង្វើរបស់គាត់ជារឿយផងចឹងការផ្លាស់ប្ដូររបស់គាត់ពីប្រកាសជាមានការលំបាកនិងត្រូវប្រើពេលប៉ុន្តែឪពុកម្ដាយបើថាជ្រុលខ្លួនប៉ុណ្ណេះហើយគឺត្រូវតែតាំងចិត្តថាវាពិបាកហើយក្នុងការផ្លាស់ប្ដូរព្រោះយើងបានបណ្ដោយកូនមិនបានអប់រំកូនឬក៏មិនបានចំណាយពេលវេលាដែលទឿនកូនតាំងពីតូចឬក៏ពេលខ្លះទៀតឪពុកម្ដាយខ្លះមិនបានធ្វើជាភាពជាគំរូរបស់កូនទៀតដែលពេលអញ្ចឹងគឺមានតែការតាំងចិត្តហើយអត់ធ្មត់ចំពោះខ្លួនឯងនឹងក្នុងការកែប្រែតាមនិយាយក៏និយាយផងទៅប៉ុន្តែកុំឲ្យនិយាយសាមដែលឲ្យមានពាក្យពេចន៍ថ្មីក្នុងការនិយាយរកហេតុផលឲ្យសមរម្យសមប្រកបកុំឲ្យពន្យល់ជាលក្ខណៈសាំកុំឲ្យពន្យល់ជាលក្ខណៈនិយាយដដែលកុំឲ្យនិយាយអ្វីដែលក្មេងនឹងអត់យល់ចឹងថាពេលនេះគឺជាពេលដែលត្រូវតាំងចិត្តផ្លាស់ប្ដូរគាត់ដោយយើងខ្លួនឯងជាអ្នកដែលមានភាពអត់ធ្មត់ត្រូវតែមានភាពអត់ធ្មត់ផ្លាស់ប្ដូរគាត់ដោយមានភាពអត់ធ្មត់គឺថាត្រូវចំណាយពេលវេលាសិក្សាឲ្យយល់ច្បាស់អំពីគាត់ដែលយើងហៅថាស្គាល់កូនឲ្យច្បាស់នោះណាស្គាល់ឲ្យច្បាស់ពីទូចមកវាមិនដល់ពេលធំឡើងវាមិនដែលយើងស្គាល់ឲ្យច្បាស់ហើយយើងរកឲ្យឃើញនៅចំណុចខ្សោយរបស់កូនហ្នឹងរកឲ្យឃើញចំណុចខ្លាំងចំណុចខ្សោយរកឲ្យឃើញចំណងចំណូលចិត្តអ្វីដែលកូនចូលចិត្តអ្វីដែលកូនមិនចូលចិត្តអាណាដែលកូនចូលចិត្តហើយស្រាប់តែវាមិនល្អត្រូវមានភាពបញ្យល់កូនដែលការបញ្យល់នោះកុំឲ្យមានការបញ្យល់នៅភាពសាំដែលកុំឲ្យនិយាយដដែលហើយអ្នកបញ្យល់នោះត្រូវមានចំណេះដឹងក្នុងការបញ្យល់ត្រូវមានហេតុមានផលត្រូវមានចិត្តសាស្ត្រពេលខ្លះតិចចាក់ទៅបញ្ចូលក្តៅចាក់ទៅវាប្រតិកម្មល្មមធ្វើគ្រប់មធ្យោបាយធ្វើគ្រប់វិធីទាំងអស់ក្តៅរឹងតិចទុនអីធ្វើបញ្ចូលទៅកាន់កូនហ្នឹងហើយជាពិសេសគឺការស្វែងរកឲ្យឃើញនៅអ្វីដែលគាត់ចង់នឹងចូលចិត្តដោយត្រឹមត្រូវការចង់ចូលចិត្តដែលមិនត្រឹមត្រូវរបស់គាត់យើងលើកហេតុផលមកបញ្យល់ការចង់ចូលចិត្តដែលត្រឹមត្រូវនោះយើងបញ្ចូលអានឹងទៅឧទាហរណ៍ថាគាត់រាល់ថ្ងៃគាត់អត់ចូលចិត្តសិក្សារៀនសូត្រការដែលគាត់មិនចូលចិត្តសិក្សារៀនសូត្រឧទាហរណ៍ថាដោយសារតែគាត់នឹងមិនដឹងថាគាត់ចូលចិត្តសិក្សារៀនសូត្រអីអញ្ចឹងយើងណែនាំឲ្យគាត់បង្កើតក្តីសុបិនណែនាំឲ្យគាត់បង្កើតសុបិនដោយយើងណែនាំបានណាកុំបង្កើតសេចក្តីសុបិនជំនួសគាត់ណែនាំគាត់ឲ្យចេះបង្កើតក្តីសុបិនពេលហ្នឹងយើងគឺយើងចិត្តចំណាយពេល
អប់រំគាត់ឬក៏ណែនាំគាត់សួរគាត់ឥឡូវកូនឯងចូលចិត្តអីបើថាអ្វីដែលគាត់ចូលចិត្តនឹងមិនត្រឹមត្រូវយើងបញ្យល់អញ្ចឹងយើងលើកយកអ្វីដែលត្រឹមត្រូវមកប្រាប់1 2 3 4 5នេះឥឡូវថាបើកូនចូលចិត្តអ្នកធ្វើជាគ្រូបង្រៀនល្អ1 2 3 4 5ចេះណែឥឡូវកូនចូលចិត្តធ្វើជាអ្នកជំនួញទេអ្នកជំនួញល្អនេះ1 2 3 4 5 6 7លើកហេតុផលមកបញ្យល់ឥឡូវកូនចូលចិត្តធ្វើជាងគំនូរនេះ1 2 3 4 5ឥឡូវកូនចូលចិត្តធ្វើវិស្វករ1 2 3 4 5ឥឡូវកូនចូលចិត្តបច្ចេកវិទ្យាទេ1 2 3 4 5លើកយកចំណុចមួយឲ្យបានច្រើនយកមកភ្ជាប់ជាមួយនឹងហេតុផលបញ្យល់ប្រាប់គាត់ម្ដងបន្តិចឲ្យគាត់យល់បើសិនជាយើងបញ្យល់ទៅ10 20អាជីពហើយនៅតែគាត់រកមិនឃើញថាគាត់ចូលចិត្តអីទេយើងព្យាយាមរកឲ្យបាន10 20អាជីពទៀតហើយបើ10 20អាជីពហ្នឹងគាត់នៅតែមិនចូលចិត្តទៀតព្យាយាមរកថែមទៀតគង់តែប៉ះអាជីពណាមួយដែលគាត់ចូលចិត្តនៅពេលដែលប៉ះអាជីពគាត់ចូលចិត្តហើយគឺឲ្យគាត់ទៅរៀនកសាងសមត្ថភាពជួនកាលកូនខ្លះមានទេពកោសល្យដែរឧទាហរណ៍ថាកូនខ្លះសំឡេងរបស់គាត់ព្រោះឲ្យគាត់មិនដឹងអញ្ចឹងគាត់ឲ្យគាត់ច្រៀងសាក់ទៅវាព្រោះបើព្រោះអញ្ចឹងណែនាំគាត់មើលថាចូលចិត្តទេគាត់ចូលចិត្តទេហើយថ្ងៃក្រោយបើខ្លាចទៅជាអ្នកចម្រៀងមានគុណសម្បត្តិប្រមាណចំណុចឧទាហរណ៍ថា10ចំណុចទីអា10នោះមកបញ្យល់ទៅអញ្ចឹងគាត់នឹងរកឃើញថាគាត់ចូលចិត្តដោយហេតុអីយើងឲ្យគាត់ខិតខំប្រឹងប្រែងវឹកហាត់ជួនកាលមនុស្សខូចខលមនុស្សខូចប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមដើរលើមេគាត្រឹមត្រូវចូលប្លុកត្រឹមត្រូវឬក៏គាត់ដឹងថាគាត់មានលទ្ធភាពឬក៏សមត្ថភាពក្នុងការរកប្រាក់ដោយភាពសុចរិតត្រឹមត្រូវមានកិត្តិយសមានសេចក្តីថ្លៃថ្នូរដែរគាត់បែរមកជាធ្វើរឿងដែលមានកិត្តិយសនិងមានសេចក្តីថ្លៃថ្នូរវិញ